ចេះមកក្បាច់នេះទោះបីដេកលក់ក៏លុយរត់ចូលដែរអ្នកទាំងអស់គ្នាអាចរលុយជាមួយនឹងកម្មវិធីរបស់ Binance នោះគឺឈ្មោះថា Binance Holder Airdrop ដោយអ្នកទាំងអស់គ្នាគ្រាន់ធ្វើការ hold នៅកាក់ BNB នៅក្នុង Binance Simple Earn អ្នកទាំងអស់គ្នានឹងទទួលបាននៅលុយ free កាក់ free គ្រប់ពេលដែលមានកាក់ថ្មី list ទៅក្នុង exchange របស់ Binance ថ្មីនេះ Binance ទើបធ្វើការ list នៅកាក់ថ្មីមួយឈ្មោះថា Vol ចូលទៅក្នុង Binance Holder Airdrop ហើយអ្នកទាំងអស់គ្នានឹងទទួលបាននៅ token ឬក៏កាក់នេះ free នៅពេលដែលអ្នកទាំងអស់គ្នាបាន hold នៅ BNB នៅក្នុង Simple Earn ដូចនេះធ្វើយ៉ាងម៉េចដើម្បីយើងទទួលបាននៅលុយ free ឬក៏កាក់ free គ្រប់ពេលដែលមានកាក់ថ្មី list ទៅក្នុង exchange របស់ Binance ហើយយើងឲ្យចូលរួមដើម្បីទទួលបាននៅ Binance Holder Airdrop បានដោយរបៀបណានៅក្នុងវីដេអូនេះខ្ញុំនឹងមកលម្អិតជូនអ្នកទាំងអស់គ្នា Let's go មុនទៅមើលវីដេអូដំបូងបើអ្នកទាំងអស់គ្នាអត់មាន account Binance ដើម្បីធ្វើការទិញលក់ទេអ្នកគ្នាគួរតែបង្កើតវាឥឡូវនេះបង្កើតភ្លាមអ្នកគ្នាទទួលបានលុយ$6 plate នៅក្នុង Binance Reward Hub ដើម្បីបង្កើត account Binance គឺងាយស្រួលទេអ្នកគ្នាគាត់ធ្វើការ stop នៅវីដេអូនេះទៅហើយអ្នកទាំងគ្នាធ្វើការ scan នៅ QR មួយនេះបន្ទាប់ពីអ្នកទាំងគ្នា scan រួចហើយវាទាមទារអ្នកទាំងគ្នាធ្វើការបំពេញនៅ email លេខទូរស័ព្ទហើយនិង password អ្នកទាំងគ្នាដាក់ទៅបន្ទាប់មកចុចនៅប៊ូតុងនេះហើយនិងប៊ូតុង create ការងារចុងក្រោយដែលអ្នកទាំងគ្នាធ្វើបន្ទាប់ពីអ្នកទាំងគ្នា sign up រួចហើយនោះគឺការបំពេញនៅ KYC នេះគឺមានន័យថាអ្នកទាំងគ្នាត្រូវតែធ្វើការបំពេញនៅ ID ឬក៏ passport ពីនេះអ្នកទាំងគ្នាបំពេញមួយណាក៏បានដែរបន្ទាប់ពីអ្នកទាំងគ្នាបំពេញនៅ KYC នេះរួចហើយអ្នកទាំងគ្នាប្រើប្រាស់ account Binance របស់អ្នកទាំងគ្នាដើម្បីធ្វើការរលុយ saving staking ឬក៏ទិញលក់កាក់នៅក្នុង Binance បានដោយសេរី Hello បាទសួស្តីអ្នកទាំងគ្នាជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយហេងនៅក្នុងវីដេអូនេះគឺខ្ញុំបាទនឹងមកនិយាយទាក់ទងជាមួយរឿងរបៀបរលុយឬក៏សាងប្រាក់ចំណូលជាមួយនឹង exchange របស់ Binance ដែល Binance មានកម្មវិធីមួយឈ្មោះថា Binance Holder Airdrop ដោយអ្នកទាំងអស់គ្នាត្រូវធ្វើការទិញនៅកាក់ BNB ហើយយកកាក់នឹងទៅដាក់នៅក្នុង Binance Simple Earn អ្នកទាំងអស់គ្នានឹងទទួលបាននៅលុយ free កាក់ free គ្រប់ពេលដែលមានកាក់ថ្មីធ្វើការ list ទៅក្នុង exchange របស់ Binance សម្រាប់ថ្មីនេះ Binance ទើបនឹងធ្វើការ list នៅកាក់មួយឈ្មោះថា Vol ចូលទៅក្នុង Binance Holder Airdrop ហើយអ្នកទាំងអស់គ្នាដែលមាន BNB នៅក្នុង Simple Earn អ្នកទាំងអស់គ្នានឹងទទួលបាននៅកាក់នេះ free ឬក៏ទទួលបាននៅលុយ free មួយនេះដូចនេះតើអ្វីទៅគឺជា project Vol ឬក៏ Vol ហើយយើងធ្វើការចូលរួមជាមួយនឹង Binance Holder Airdrop ដើម្បីទទួលបាននៅលុយ free ឬក៏កាក់ free នេះបានដោយរបៀបណាតោះទៅមើលវីដេអូលម្អិតទាំងអស់គ្នា Let's go ដំបូងយើងមកស្វែងយល់ទាក់ទងជាមួយនឹង Vol សិនថាតើអ្វីទៅគឺជា Vol ហើយកាក់នេះទើបនឹងធ្វើការចែកឲ្យអ្នកទាំងអស់គ្នា free នៅក្នុង Binance Holder Airdrop សម្រាប់កាក់ Vol ឬក៏ Wallet នេះវាគឺជា platform developer ថ្មីមួយដែលត្រូវបានគេបង្កើតឡើងសម្រាប់យុគរបស់ AI ហើយវាជួយអ្នកប្រើប្រាស់ឬក៏វាជួយ developer ដើម្បីធ្វើការបង្កើតនៅទិន្នន័យទីផ្សារដោយបើកចំហហើយនឹងគួរជាទីទុកចិត្តទីកន្លែងដែលព័ត៌មានគឺពិតប្រាកដនិយាយឲ្យខ្លីវាគឺជាទីកន្លែងដែលទិន្នន័យត្រូវបានគេ verify ការពារហើយអ្នកនរគ្នាអាចធ្វើការ monetize ឬក៏រលុយបានឥឡូវនេះភាគច្រើននៃ system របស់ AI គឺមិនត្រូវបានគេ verify វាងាយស្រួលដើម្បីធ្វើការ manipulate ហើយវាគឺជាបញ្ហាដ៏ធំមួយប៉ុន្តែ Vol បានធ្វើការ fix នៅបញ្ហាទាំងអស់នេះដោយធ្វើការបង្កើតនៅ data transparent ហើយនឹង trustworthy ដូច្នេះអ្នកទាំងអស់គ្នាអាចធ្វើការដឹងថាតើទិន្នន័យហ្នឹងវាមកពីណាហើយវាត្រូវបានផ្លាស់ប្ដូរឬក៏អត់ផងដែរវាគឺជា flexible មែនទែនដោយសារតែវាធ្វើការជាមួយនឹង blockchain ជាច្រើនដូចជា Ethereum Solana Avalanche ហើយនិង SUS សម្រាប់ project Vol នេះវាអាចធ្វើការ save រហូតទៅដល់ 80% នៃ storage cost ដោយយើងធ្វើការប្រៀបធៀបទៅកាន់ system ចាស់មុនដូចជា Falcon ឬក៏ Alvia privacy វាគឺជាចំណុចដ៏ខ្លាំងដទៃទៀតឯ Web3 វាគឺជា data ដែលទូទៅគឺជា public ប៉ុន្តែជាមួយនឹង project Vol នេះ user ឥឡូវនេះអាចធ្វើការរក្សាទុកនៅ data របស់ពួកគេ private វាភ្ជាប់ជាមួយនឹង tool មួយឈ្មោះថា Seal ដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការ encryption មានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការ store នៅ information ហើយនឹង control កំណត់ថាតើពីណាគេដែលអាច access នៅព័ត៌មានទាំងអស់នោះសម្រាប់ Volus នេះគឺបានធ្វើការចាប់ផ្ដើមនៅក្នុងខែម៉ាចឆ្នាំ2025បន្ទាប់អំពីធ្វើការប្រមូលនៅទុនបានរហូតដល់$140 លានអំពីអ្នកវិនិយោគកំពូលហើយវាផងដែរបានធ្វើការ list ទៅក្នុង exchange ធំៗដូចជា Binance Bybit ហើយនិង MEXC ភ្លាមវាបានក្លាយទៅជា project ដ៏ធំកំពូលរបស់ពិភពលោកនៅពីក្រោយ project របស់ Vol នេះគឺជា Mistake មានន័យថាគឺជាក្រុមតែមួយដែលបានបង្កើតនៅ blockchain SUS ហើយនិង Debug សម្រាប់ project ទាំងពីរនេះគឺជោគជ័យមែនទែននៅក្នុងឧស្សាហកម្ម industry របស់ crypto ឥឡូវនេះ Volus គឺជា innovation ដ៏ធំបន្ទាប់នៅក្នុងពិភពលោកបច្ចុប្បន្ន AI គឺពឹងផ្អែកទៅលើទិន្នន័យដែលមានគុណភាព
ចំណែក Walrus គឺកំពុងតែបង្កើតនៅ data ដែលអាចជឿទុកចិត្តបានហើយមានសុវត្ថិភាពនេះគឺជាការផ្លាស់ប្ដូរឧស្សាហកម្មដូចជាការ advertising healthcare ហើយនិង data marketplace ទីកន្លែងដែលអ្នកទាំងអស់គ្នាយកនៅព័ត៌មានគួរជាទីទុកចិត្តដូចនេះសរុបសេចក្តីឲ្យសង្ខេបមកសម្រាប់ project Wall ឬក៏ Walrus នេះគឺជាការបង្កើតឡើង building នៅ foundation សម្រាប់យុគ AI បន្ទាប់ហើយនិង Web3 វានិយាយអំពីការបង្កើតឲ្យមានព័ត៌មានជាក់លាក់ data ជាក់លាក់ private និងគួរជាទីទុកចិត្តនេះជាការប្រកាស announcement របស់ Binance ទាក់ទងជាមួយនឹង project Wall ឬក៏អក្សរពេញ Walrus អញ្ចឹង Binance បានធ្វើការប្រកាសទាក់ទងជាមួយនឹងកាក់ Wall ឬក៏អក្សរពេញ Walrus នេះនៅក្នុង Binance Holder Airdrop កន្លែងដែលអ្នកទាំងអស់គ្នាអាចទទួលបានលុយ free ឬក៏បានកាក់ free គ្រប់ពេលដែលមានកាក់ថ្មីលីនៅក្នុង exchange របស់ Binance នេះគឺជាគម្រោងទី50នៅលើ Binance Holder Airdrop អ្នកទាំងអស់គ្នាចំពោះកាក់ Wall ឬក៏ Walrus នេះវាគឺជា platform សម្រាប់ developer ដោយធ្វើការបង្កើតនៅទិន្នន័យបើកចំហសម្រាប់យុគរបស់ AI សម្រាប់ user អ្នកដែលធ្វើការ subscribe នៅ BNB ទៅក្នុង Simple Earn មិនថាជា flexible ឬក៏ lock ទេអ្នកទាំងអស់គ្នានឹងទទួលបានលុយ free ឬក៏បាននៅកាក់ free មួយនេះហើយបើអ្នកទាំងអស់គ្នាអាចទទួលបាននៅកាក់ project នេះទេអ្នកគ្នានឹងទទួលបាននៅ project បន្ទាប់ឲ្យតែអ្នកទាំងអស់គ្នាមាននៅ BNB ហូរនៅក្នុង Binance Simple Earn សម្រាប់ព័ត៌មានលម្អិតទាក់ទងជាមួយនឹងកាក់មួយនេះគឺ token របស់វាគឺអក្សរពេញ Walrus ហើយអក្សរកាក់របស់វាគឺអានថា Wall total token supply របស់វាគឺមានរហូតដល់ 5000 លានកាក់អ្នកទាំងអស់គ្នាហើយ maximum token របស់វាក៏ 5000 លានកាក់ដែរ Holder Airdrop ចំ Holder Airdrop token reward នេះគឺវាដាក់ឲ្យ 32 លាន 5 សែនកាក់អ្នកទាំងអស់គ្នាសម្រាប់ additional គឺវាដាក់ឲ្យ 99 លានកាក់អ្នកទាំងអស់គ្នាហើយ calculating supply ដែលវាដាក់ឲ្យនៅក្នុងការទិញលក់នៅក្នុង exchange របស់ Binance ហ្នឹងគឺមានត្រឹមតែ 29.57% ទេគឺជាចំនួនកាក់ 1000 លាន 478 9សែន 58000 លានដែលវាដាក់នៅក្នុង exchange ដែលយើងធ្វើការទិញលក់ដំបូងហើយនៅសល់គឺវាទុកនៅក្នុងការ unlock ដល់ទៅទៀតឬក៏នៅក្នុងទាក់ទងជាមួយ root map របស់វានឹងឯងអ្នកគ្នាសម្រាប់ smart contract របស់វាគឺវាប្រើរបស់វាវាប្រើរបស់ SUS network អ្នកគ្នាដោយសារតែ teamwork នៅពីក្រោយ project មួយនេះគឺអ្នកដែលបង្កើត SUS អ្នកទាំងអស់គ្នាអញ្ចឹងគឺ smart contract របស់វាគឺវាប្រើជាមួយនឹង SUS network ដូចនេះអ្នកទាំងអស់គ្នាបានយល់ហើយទាក់ទងជាមួយនឹង project ឬក៏គម្រោងរបស់កាក់ Wall ឬក៏កាក់ Walrus នេះបន្ទាប់នេះយើងទៅដឹងអំពីរបៀបដើម្បីចូលរួមដើម្បីបានលុយ free ឬក៏កាក់ free នៅក្នុង Binance Holder Airdrop ថាតើយើងចូលរួមយ៉ាងម៉េចដើម្បីយើងទទួលបានលុយតាមរយៈកាក់ថ្មីដែលពេលដែលវា list នៅក្នុង exchange របស់ Binance ហ្នឹងគឺយើងចូលរួមបានដល់យ៉ាងណាដើម្បីចូលរួម participate នៅក្នុង Binance Holder Airdrop ទទួលបានលុយ free ឬក៏កាក់ free គ្រប់ពេលដែលមានកាក់ថ្មី list នៅក្នុង exchange របស់ Binance នេះដំបូងគឺអ្នកទាំងអស់គ្នាត្រូវតែមាន account Binance សិនបើអ្នកទាំងអស់គ្នាអត់មានទេអ្នកទាំងអស់គ្នាត្រូវធ្វើការ scan នៅ QR មួយនេះដើម្បីធ្វើការបង្កើតវាបន្ទាប់ពីអ្នកទាំងអស់គ្នាមាន account ហើយយើងធ្វើការបើក app Binance របស់យើងមកបន្ទាប់មកគឺអ្នកទាំងអស់គ្នាត្រង់កន្លែងពាក្យថា deposit ឬក៏កន្លែង add fund នេះគឺអ្នកទាំងអស់គ្នាត្រូវតែធ្វើការបញ្ចូលលុយបើអ្នកទាំងអស់គ្នាអត់មានលុយនៅក្នុង account ទេយើងមិនអាចធ្វើការទិញនៅកាក់ BNB បាននោះទេបើអ្នកទាំងអស់គ្នាអត់ចេះអំពីរបៀបដាក់លុយទេអ្នកទាំងអស់គ្នាអាចមើលនៅវីដេអូមួយនេះអ្នកទាំងអស់គ្នានៅក្នុង channel របស់ខ្ញុំបាទគឺរបៀបដាក់លុយពី ABA ចូលទៅក្នុង account របស់ Binance បន្ទាប់ពីអ្នកទាំងអស់គ្នាដាក់លុយរួចរាល់ហើយលុយរបស់អ្នកទាំងអស់គ្នាវានៅក្នុង wallet របស់ funding ដូច្នេះយើងត្រូវធ្វើការផ្ទេរពី funding នេះចូលមកកាន់ spot wallet បន្ទាប់មកយើងត្រូវតែយកលុយ USDT របស់យើងនេះឆ្នៃទៅកាន់ BNB ដើម្បីឆ្នៃវាទៅកាន់ BNB បានមានពីររបៀបទី1គឺតាមរយៈ trade នៅក្នុង spot របៀបទី2តាមរយៈ convert អញ្ចឹងបើអ្នកទាំងអស់គ្នាដៃថ្មីទេយើងធ្វើតាមរយៈ convert ដើម្បី convert វាបានយើងចូលទៅកាន់ home មកបន្ទាប់មកអ្នកទាំងអស់គ្នាចូលកាន់មកហើយយើងអូសចុះមកក្រោមឃើញកន្លែងពាក្យថា trade ហើយឃើញកន្លែងពាក្យថា convert អញ្ចឹងយើង convert វាមកខាងលើយើងយក USDT ហើយខាងក្រោមយើងយកពាក្យ BNB ហើយយើងចុចយកពាក្យ convert បន្ទាប់ពីអ្នកទាំងអស់គ្នា convert រួចរាល់ហើយគឺយើងចូលមកកាន់ spot យើងនឹងឃើញលុយរបស់យើងគឺវាបានបាត់ពី USDT ហើយឥឡូវនេះគឺយើងមានជាកាក់ BNB បន្ទាប់ពីយើងមានលុយជាកាក់ BNB ហើយគឺយើងត្រូវទៅយក BNB នេះយកវាទៅដាក់នៅក្នុង Simple Earn បើយើងអត់យកវាទៅដាក់នៅក្នុង Simple Earn ទេយើងអាចទទួលបានលុយ free ឬក៏ reward free អំពី Binance នោះទេអញ្ចឹងយើងដើម្បីធ្វើវាបានអ្នកទាំងអស់គ្នាចូលមកកាន់ home មកបន្ទាប់មកអ្នកទាំងអស់គ្នាចូលកន្លែងពាក្យថាមកខាងលើនេះគឺអ្នកទាំងអស់គ្នា search ពាក្យថា Simple Earn បន្ទាប់មកយើងរើសយកពាក្យថា BNB នៅក្នុងខាងលើគឺយើងយកពាក្យថា flexible ហើយអ្នកទាំងអស់គ្នាចុច maximum មកហើយអ្នកទាំងអស់គ្នាចុចនៅប៊ូតុង subscribe ឥឡូវនេះគឺយើងបានធ្វើការ subscribe នៅ BNB របស់យើងចូលទៅក្នុង Binance Simple Earn រួចរាល់ហើយដូចនេះគ្រប់ពេលដែលមានកាក់ថ្មីឬក៏ project ថ្មី list ទៅក្នុង exchange របស់ Binance ហើយវាដាក់នៅក្នុង project របស់ Binance Holder Airdrop អ្នកទាំងអស់គ្នានឹងទទួលបាន
នៅលុយ free ឬក៏កាក់ free គ្រប់ពេលដែលវា link នៅក្នុង exchange សម្រាប់លុយរបស់អ្នកទាំងអស់គ្នាទិញនៅ BNB ឧទាហរណ៍2 BNB 3 BNB គឺលុយរបស់អ្នកទាំងអស់គ្នាចំនួន BNB របស់អ្នកទាំងអស់គ្នានៅតែដដែលទេលុយដែលអ្នកទាំងអស់គ្នាទទួលបានអាហ្នឹងគឺជា reward ដែលបានតាមរយៈអ្នកទាំងអស់គ្នា hold នៅកាក់ BNB នឹងឯងវីដេអូមួយនេះគឺមានតែប៉ុណ្ណេះឯងតាក់ទងជាមួយនឹងចំណេះដឹងរបៀបសាំងប្រាក់ចំណូលតាមរយៈ Binance Holder Airdrop ហើយនឹងការ hold នៅកាក់ BNB មុននឹងចប់បើអ្នកទាំងអស់គ្នាអត់ទាន់ធ្វើការ like follow account របស់ខ្ញុំបាទទេជួយ like follow ម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នា please have a nice day bye bye